ក្រនទៅលឺម៉ងរោម៉ាណាយ៉ាភ្ញាក់ដូចគេចាប់ហែកមិនឲ្យភ្ញាក់មិនបើម៉ងរោដាក់ចំលើកដាក្បាលចិត្តមិនចង់ងើបទេបងប្អូនប៉ុន្តែធ្វើមិនដល់ម៉ងត្រូវងើបហើយងើបឡើងមកម្នាក់ឯងមិនអស់ចិត្តដាស់ប្រពន្ធឲ្យងើបមកគ្នាពីរនាក់បងប្អូនហើយប្រពន្ធខ្ញុំក៏ភ្ញាក់បងប្អូនណាដេកអត់តាន់អស់ងុយបងប្អូនក៏ដើរពេលមកពើពេលនៅទាំងអស់5អានតងួតទឹកពេលប្រពន្ធងួតទឹកបានបងប្អូនខ្ញុំក៏ឆ្លៀតពេលហាត់ប្រាណ4-10នាទីអញ្ចឹងបងប្អូនដើម្បីសុខភាពដោយសារតែយើងភ្ញាក់មកពីដេកមកមិនដែលស៊ូខ្លួនបងប្អូនរឿងឈឺខ្លួនរឿងពិបាកក្នុងខ្លួនអញ្ចឹងណាដោយសារតែយើងធ្វើការពេញមួយថ្ងៃរឿងអស់កម្លាំងដែរអញ្ចឹងពេលបានហាត់ប្រាណទៅរឿងស្រួលខ្លួនអញ្ចឹងបងប្អូនហើយក្រោយហាត់ប្រាណហើយខ្ញុំក៏រៀបចំទៅងូតទឹកម្ដងអញ្ចឹងបងចំណែកប្រពន្ធខ្ញុំវិញបើកាលណាងូតទឹកហើយអញ្ចឹងបងប្អូនគ្មានអីក្រៅពីវ័យក្រែមថាម្សៅនេះបងប្អូនតុកតាក់ពីនៅទាំងអស់តែមិនចម្លែកទេធ្វើមិនបើធម្មជាតិមនុស្សស្រីរស់នៅតែជាមួយក្រែមម្សៅអញ្ចឹងហើយបើកូនពៅខ្ញុំវិញម៉ែឪងើបអស់ហើយកូននៅនីលដូចទីក្រាញ់អញ្ចឹងបន្ទាប់ពីយើងវ័យក្រែមថាម្សៅរៀបចំខ្លួនឲ្យអស់ហើយយើងក៏ចេញមកហូបបាយអញ្ចឹងបងប្អូននេះជាបាយពេលព្រឹកបងប្អូនហើយខ្ញុំនិងប្រពន្ធខ្ញុំបងប្អូនមិនសូវហូបបាយក្រៅទេពេលព្រឹកហូបតែបាយផ្ទះឲ្យតែមានម្ហូបនេះតិចនោះតិចចេះតែហូបឲ្យឆ្អែតដើម្បីធ្វើការអញ្ចឹងបងប្អូនជិះវៀងតាមអំបិលបងប្អូនហូបឲ្យពេលព្រឹកអញ្ចឹងបន្ទាប់ពីហូបបាយឲ្យអស់ហើយបងប្អូនក៏លាអាកុងលាអាម៉ាលាម៉ាក់លាប៉ាលាកូនអីទៅធ្វើការបងប្អូនអីនៅឆ្ងាយដែរយើងអត់ហ៊ាននៅទៅប៉ែយូរបងប្អូនlạiកុនម៉ោងអញ្ចឹងព្រោះថាពីផ្ទះខ្ញុំទៅដល់កន្លែងធ្វើការបងប្អូនដីប្រហែលជាជិត20គីឡូដែរអញ្ចឹងដល់យើងស្រូតទៅអញ្ចឹងបងប្អូនបើយើងកន្លែងទៅនៅទៅប៉ែច្រើនពេកវាកុនម៉ោងបងប្អូនកុនម៉ោងទៅស្ទះតាមផ្លូវបាក់ជិះម៉ូតូហើយបងប្អូនធ្វើដំណើរតាមផ្លូវជាតិលេខ3ដែរបងប្អូនពិតជាដឹងពិតជាស្គាល់ហើយថាផ្លូវជាតិលេខ3នេះបងប្អូនស្ទះប៉ុណ្ណាស្ទះបំផុតកន្លែងចិត្តផ្សារអង្គរសោមនិងកន្លែងមួយទៀតគឺកន្លែងរោងចក្រចយស្ទះម៉ែស្ទះមិនដឹងជាយ៉ាងម៉េចបងប្អូនរោងចក្រចយនឹងឲ្យតែយើងទៅដល់ខ្ទង់ម៉ោង6:30នាទីមក6:25នាទីហ្នឹងគឺថាដឹងតែស្ទះហ្មងហើយពេលល្ងាចក៏ដូចគ្នាហើយបងប្អូនអ្នកចេញម៉ោង6វិញមកដល់រោងចក្រចយម៉ោង6:15នាទីឬ20នាទីហ្នឹងបងប្អូននិយាយពីស្ទះម្ដងចេញផុតចង់កន្លះម៉ោងមិនដឹងថារោងចក្រហ្នឹងចេញម៉ោងប្រហែលបងប្អូនពេលល្ងាចវល់និយាយទៅប៉ែច្រើនពេលឥឡូវដល់ផ្លូវចូលរោងចក្រល្មមបងប្អូនបាទនេះហើយបងប្អូនជារោងចក្រដែលខ្ញុំធ្វើការរាល់ថ្ងៃបងប្អូននេះហើយជាប្រចាំថ្ងៃរបស់ខ្ញុំ